កុំឲ្យថាឃើញធ្វើការនៅក្រុមហ៊ុនទេសចរយូរឯដែលឃើញទៅណាចឹងថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកលេងកោះត្រល់ម្ដងហើយខ្ញុំមកនេះគឺមកជាមួយនឹងក្រុមហ៊ុនអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ស្គាល់ខ្ញុំទេខ្ញុំស៊ីមជាក្រុមការងាររបស់ក្រុមហ៊ុនទេសចរ Truver Travel ហើយសម្រាប់ដំណើរកម្សាន្តដែលខ្ញុំមកកាន់កោះត្រល់នេះផងដែរគឺមានរយៈពេល3ថ្ងៃ2យប់ដោយសារតែយើងមានកន្លែងដើរលេងច្រើនមែនទែនហើយសិតតែកន្លែងស្អាតអញ្ចឹងហើយធ្វើឲ្យខ្ញុំនេះថតវីដេអូបានច្រើនមែនទែនខ្ញុំអត់អាចកាត់វាបញ្ចូលគ្នាទាំងអស់បានទេព្រោះថាវីដេអូវាវែងពេកចឹងហើយខ្ញុំសម្រេចចិត្តថាកាត់វាជា part 1 part 2អីចឹងទៅអញ្ចឹងសម្រាប់ការធ្វើដំណើរមកកាន់កោះត្រល់នេះផងដែរគឺយើងធ្វើដំណើរដោយការជិះឡានក្រុងនិងឆ្លងតាមព្រំដែនព្រែកចាករួចបន្តដំណើរពីហាទៀនដើម្បីជិះកប៉ាល់ទៅកាន់កោះត្រល់បាទសម្រាប់ពេលវេលាក្នុងការជិះកប៉ាល់ពីហាទៀនទៅកាន់កោះត្រល់គឺមានរយៈពេល1ម៉ោងហើយបងប្អូនមិនបាច់ទៅបារម្ភថាជិះ1ម៉ោងឈឺឆ្អឹងឈឺខ្នងទេព្រោះថាកៅអីនៅលើកប៉ាល់នេះពិតជាស្រួលអង្គុយខ្លាំងមែនទែនហើយបើសិនជាបងប្អូនមានអារម្មណ៍ថាអង្គុយយូរអបសុកអីអាចដើរមកខាងក្រោយនេះដើម្បីគយគន់ទេសភាពទឹកសមុទ្របានហើយដូចខ្ញុំចឹងអង្គុយលេងតែមួយផ្លែតសោះកប៉ាល់គេធ្វើដំណើរមកដល់កោះត្រល់បាត់ហើយចឹងរឿងទី1ដែលខ្ញុំត្រូវធ្វើមុនគេពេលដែលចុះពីកប៉ាល់គឺទៅដើររកវ៉ាលីព្រោះថានៅទីនេះគឺមនុស្សច្រើនមែនទែនទាំងអ្នកនៅលើកប៉ាល់ទាំងអ្នកធៀមចាំឡើងកប៉ាល់បើមិនមករកវ៉ាលីមុនគេទេប្រកាសណាស់គឺអត់មានអីស្ទាកទេរយៈពេល3ថ្ងៃហ្នឹងអញ្ចឹងគាត់តែចុះពីលើកប៉ាល់មកភ្លាមគឺ guide គាត់ចាប់ផ្ដើម booking ឡានអគ្គិសនីដើម្បីមកដឹកយើងយកទៅឡានក្រុងហើយទោះមិនប្រាប់បងប្អូននឹងដែរថាយើងជិះឡានក្រុងទៅណាគឺទៅញ៉ាំបាយព្រោះថាយើងមកដល់នេះគឺរយៈពេលម៉ោង1ហើយសូម្បីតែកន្លែងញ៉ាំបាយហ្នឹងក៏ special ដែរបងប្អូនគឺខាង guide គាត់បាន booking កន្លែងញ៉ាំបាយជាប់នឹងមាត់សមុទ្រហ្មងហើយសូម្បីតែម្ហូបហ្នឹងគឺសិតតែគ្រឿងសមុទ្រពេញតុហ្មងដើម្បីរៀង relax តិចទៅព្រោះថាតិចទៀតហ្នឹងក្រោយពីញ៉ាំបាយហើយគឺយើងចាប់ផ្ដើមប្រតិបត្តិការដើរលេងហ្មងអញ្ចឹងនេះគ្រាន់តែជាវីដេអូ part 1សម្រាប់ការមកលេងកោះត្រល់របស់ខ្ញុំទេបើសិនជាបងប្អូនចង់ដឹងថាខ្ញុំមកលេងកោះត្រល់នេះខ្ញុំបានទៅលេងនៅកន្លែងណាខ្លះហើយសប្បាយប៉ុណ្ណាទៅចាំទស្សនានៅវីដេអូក្រោយតទៀតអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែមានបញ្ហាមុខមុនមុខជាំមុខខ្មោចមុខអាចរុយអីអាចសាកងាកមកប្រើជាមួយផលិតផល KH នេះបានដែលអាចជួយជួសជុលនិងព្យាបាលមុខបងប្អូនឲ្យបានស្អាតដោយផលិតផលនេះជា brand របស់ខ្មែរនិងមានស្តង់ដារបែបកូរ៉េហើយសូម្បីតែខ្ញុំផ្ទាល់ក៏ជាអ្នកដែលប្រើប្រាស់ផលិតផលនេះមករាប់ឆ្នាំមកដែរសូម្បីតែខ្ញុំទៅដល់ណាក៏ដោយក៏ខ្ញុំមិនដែលភ្លេចដែរជាមួយនឹងផលិតផល KH អញ្ចឹងបើសិនជាបងប្អូនមានចំណារអារម្មណ៍អាចតាក់ទងមកកាន់ខ្ញុំបាន